Bát prey mật dương với một chục kia vẽ trong cõi bà vẽ trong cõi chùm núi bàn tay là xông vào chọc rừng tịnh xanh bát mà sal mấy mà sal mà ngayไปchia bồ rótประมาณជា80គ្រួសារនៅក្នុងភូមិស្វាយតាអុកសង្កាត់វាលស្បូវខណ្ឌច្បារអំពៅកាលពីម្សិលមិញនាំគ្នាតវ៉ាចំពោះលោកជំទាវស៊ុយសុផានបាទលោកជំទាវស៊ុយសុផានដែលគាត់ត្រូវបានឲ្យកម្មករយកគ្រឿងចាក់ទៅកាប់កកាយកាត់ផ្លូវបាទយកគ្រឿងចាក់ទៅកាយបលាយកាត់ផ្លូវបាទមិនឲ្យផ្ដាច់ផ្លូវមួយដោយមិនឲ្យប្រជាពលរដ្ឋគាត់ចេញចូលបាននៅក្នុងមូលដ្ឋានរបស់គាត់បាទប្រជាពលរដ្ឋនៅខាងភូមិស្វាយតាអុកនេះគាត់បាននិយាយថា excavator គ្រឿងចាក់របស់លោកជំទាវស៊ុយសុផានបានចាប់ផ្ដើមជីកកាយផ្ដាច់ផ្លូវសាធារណៈនៅភូមិនេះតាំងពីថ្ងៃទី26មកម្លេះរហូតដល់ថ្ងៃទី28ក៏នៅតែបន្តជីកកកាយទោះជាប្រជាពលរដ្ឋក្នុងសង្កាត់ក៏ដូចជាមន្ត្រីសង្កាត់ទៅតវ៉ាសូមឲ្យផ្អាកនិងលុបប្រឡាយនេះវិញក៏ដោយក៏លោកជំទាវមិនព្រមដែរតាមប្រភពឲ្យដឹងពីលោកស្រីស៊ុយសុផានបាននិយាយថាផ្លូវផ្ដាច់បែបនេះគឺមិនចង់ឲ្យម្ចាស់ដីផ្សេងទៀតដែលគាត់មានដីស្ថិតនៅក្នុងតំបន់នោះដឹកដីចូលទៅចាក់បំពេញដើម្បីរៀបរយនោះឡើយព្រោះវាប៉ះពាល់ដីរបស់គាត់ដូចឡើងអញ្ចឹងលោកស្រីយឹមស៊ីម៉ូនដែលគាត់ជាចៅសង្កាត់វាលស្បូវបានបញ្ជាក់ថាលោកស្រីបានរាយការណ៍ករណីនេះទៅថ្នាក់ខណ្ឌរួចទៅហើយដើម្បីឲ្យមានវិធានការដោះស្រាយជូនប្រជាពលរដ្ឋរាល់អំពើរបស់លោកជំទាវស៊ុយសុផានទាំងអស់បាទហើយលោកសុកសំណាងជំទប់ទី2នៃសង្កាត់វាលស្បូវក៏បានបញ្ជាក់ថាផ្លូវនេះជាផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋក្នុងភូមិចេញចូលហើយអ្នកណាចង់ដឹកដីទៅចាក់បំពេញដីរបស់គេនៅក្នុងភូមិនេះជារឿងរបស់គេជារឿងធម្មតាព្រោះគេចង់ឲ្យដីរបស់គេរៀបស្មើដែរគេចង់ធ្វើឲ្យដីរបស់គេស្អាតផងដែរហើយរឿងជីកបលាយរណ្ដៅកាត់ផ្ដាច់ផ្លូវជាសាធារណៈនេះគឺជារឿងខុសច្បាប់បាទចំណែកឯលោកជំទាវស៊ុយសុផានហងមាសក៏បានសុំការពន្យល់លោកជំទាវបានបកស្រាយថាអញ្ចេះថាតាមពិតគាត់ចង់ជីកបលាយនេះក៏គាត់ជីកបលាយនេះគឺចង់ផ្ដាច់ផ្លូវបែបនេះមិនចង់ផ្ដាច់ផ្លូវបែបនេះទេហើយការជីកនេះក៏ជីកទៅលើតែដីរបស់គាត់ដែរមិនជីកទៅលើដីនរណាទេបាទគឺគាត់ត្រូវបង្ខំចិត្តជីកកាត់ដោយសារថាមានអ្នកមានដីនៅខាងក្នុងតំបន់នោះខ្លះមិនទាន់កំណត់ព្រំដីច្បាស់លាស់ហើយគាត់ខ្លាចគេចាក់ដីមកប៉ះពាល់ដល់ដីរបស់គាត់ធ្វើឲ្យបាត់បង់បង្គោលព្រំពិបាកចំណាំនាំឲ្យកើតទំនាស់ដណ្ដើមដីគ្នានេះជាបំណងរបស់គាត់ចម្បងបាទម្យ៉ាងទៀតលោកស្រីបន្តថាម្យ៉ាងទៀតគាត់បានស្នើសុំទៅអាជ្ញាធរសង្កាត់វាលស្បូវឲ្យជួយខាត់រថយន្តចាក់ដីជាបណ្ដោះអាសន្នកន្លងមកប៉ុន្តែអាជ្ញាធរមិនបានធ្វើតាមទេបាទហើយឲ្យហៅម្ចាស់ដីដែលកំពុងតែចាក់នោះមកនិយាយគ្នាពីការកំណត់ព្រំដីឲ្យបានច្បាស់លាស់សិនទើបបន្តចាក់ដីទៀតប៉ុន្តែអត់មានអ្នកណាមួយខាត់រថយន្តចាក់ដីទាំងនោះទេទើបគាត់សម្រេចចិត្តជីកផ្ដាច់ផ្លូវដើម្បីផ្ដាច់សកម្មភាពចាក់ដីហើយធ្វើឲ្យដើម្បីឲ្យមានការដោះស្រាយជាបន្ទាន់បាទព័ត៌មានចុងក្រោយគឺថានៅវេលាម៉ោងព្រឹកម៉ោង11ព្រឹកកាលពីម្សិលមិញនេះបាទគឺកម្លាំងអាជ្ញាធរប្រមាណជា20នាក់មានប្រជាការពារខាងនគរបាលខណ្ឌក៏រីវូតហាត់ដឹកនាំដោយលោកណុបថាដែលជាអភិបាលរងខណ្ឌច្បារអំពៅចុះទៅបញ្ឈប់សកម្មភាពជីកដីកាត់ផ្លូវបាទដែលពីជាទង្វើសកម្មភាពរបស់លោកស្រីស៊ុយសុផានឲ្យបញ្ចប់បញ្ហាទាំងអស់នេះបាទពីព្រោះការជីកកាត់ផ្លូវវាមិនមែនជាដំណោះស្រាយបញ្ចប់បញ្ហាទេបាទអញ្ចឹងឥឡូវនេះខាងអាជ្ញាធរទៅឲ្យបញ្ឈប់សកម្មភាពគ្រឿងចាក់នេះបើសិនមិនបញ្ឈប់នោះនឹងចាត់វិធានការតាមផ្លូវច្បាប់ទោះបីលើកហេតុផលយ៉ាងណាក៏ដោយបាទនេះទូទាំងនៃជនដែលជាការលើកហេតុផលម្ខាងម្នាក់បាទលោកស្រីស៊ុយសុផានគាត់លើកអញ្ចឹងទៅប្រជាពលរដ្ឋគាត់លើកពីផលលំបាកអញ្ចឹងទៅបាទតែពលរដ្ឋគាត់ថាជាទៅអាជ្ញាធរគាត់ថាជាទៅប៉ុន្តែជាផ្លូវច្បាប់អាជ្ញាធរថានេះជាការខុសច្បាប់ហើយទោះបីលោកស្រីថានេះជាផ្លូវរបស់លោកស្រីចាក់ក៏ដោយប៉ុន្តែបើសិនជាលោកស្រីចាក់ផ្លូវបានន័យថាឲ្យគេដើរបាទមិនមែនចាក់ផ្លូវគ្រាន់ឲ្យគេមើលទេបាទអញ្ចឹងរឿងបញ្ហាយកគ្រឿងចាក់កាត់ផ្លូវវាមិនមែនជាដំណោះស្រាយដើម្បីបញ្ចប់បញ្ហាទេប៉ុន្តែវាជាការនាំរឿងបន្ថែម
នេះជាការលើកឡើងរៀងខ្លួនប៉ុណ្ណឹងបាទទូទាំងជនឥឡូវនេះសូមបញ្ចប់ប៉ុណ្ណឹងហើយយើងកលេចមកមើលលោកយាយម្នាក់នៅឯខាងខេត្តកំពង់ធំដែលខាងក្រមការងារហងមាសយើងខ្ញុំរួមជាមួយនឹងថវិការបស់សពប្រជាជនដែលផ្ដល់មកឲ្យខ្ញុំទៅលោកយាយដែលគាត់រស់នៅគ្មានកូនចៅនៅក្នុងវត្តពូបាទនៅក្នុងស្រុកបារាយខេត្តកំពង់ធំនោះឥឡូវនេះប្រជាពលរដ្ឋគាត់បានចាក់ដីធ្វើតូបឲ្យគាត់មានសេរីភាពពេញលេញមួយទោះបីគាត់អត់មានកូនចៅប៉ុន្តែឥឡូវអ្នកភូមិគាត់ជួយបាទអ្នកភូមិគាត់ជួយឥឡូវនេះអរគុណណាស់អ្នកស្រុកនៅខាងភូមិកញ្ញាតកំញាតឃុំត្រៀលស្រុកបារាយបាទដែលបានជួយធ្វើតូបឲ្យលោកយាយដែលគាត់គ្មានសាច់ញាតិអីបាទថ្ងៃនេះសពប្រជាជនបានផ្ដល់ថវិកាមកឲ្យខ្ញុំជូនទៅលោកយាយហើយក៏ដូចជាជូនទៅបងប្អូនប្រជាពលរដ្ឋដែលនៅទីនោះគាត់ជួយធ្វើតូបឲ្យលោកយាយបាទខ្ញុំជូនទៅ80,000រៀលបានន័យថា$200បាទខ្ញុំបញ្ជូនទៅដើម្បីឲ្យក្រុមការងារយើងយកទៅឲ្យលោកយាយខ្លះហើយយកថវិកានឹងទៅឲ្យបងប្អូនប្រជាពលរដ្ឋគាត់ខ្លះថវិកាខ្លះដែលបានជួយអស់ពីដៃពីជើងបាទមិនមែនបងប្អូនខ្ញុំដឹងថាបងប្អូនអត់យកលុយទេប៉ុន្តែខាងនេះសពប្រជាជនគេឲ្យមកថាឲ្យទៅកម្លាំងពលកម្មគាត់ទៅខំធ្វើបាទអញ្ចឹងណាយកលុយទទួលពីខាងសហការីខ្ញុំឲ្យទៅលោកយាយនឹងចែកម្លែកទៅលោកយាយដែលគាត់នៅនឹងទុកទិញឲ្យហូបខ្លះហើយនឹងជួយឲ្យបងប្អូនដែលជួយជាកម្លាំងពលកម្មឲ្យជាថវិកាខ្លះបាទចំនួនទឹកប្រាក់$200សហរដ្ឋអាមេរិកឲ្យខ្ញុំឲ្យក្រុមការងារដូចជាលុយខ្មែរបាទជាលុយរៀលបាទអរគុណបងប្អូនដែលនៅខាងទីនោះអរគុណប្រជាជននៅក្នុងវត្តពោដែលបានផ្ដល់អធិភាពចំពោះលោកយាយដែលគ្មានកូនគ្មានចៅគ្មានសាច់ញាតិនេះបាទតោះឥឡូវនេះយើងក៏លេខទៅមើលជំនួយជំនួយកាលពីម្សិលមិញនេះយើងបានទទួលជំនួយពីបងប្អូនខ្មែរមកពីប្រទេសមកពីនេះមកពីណាចេះម្សិលមិញមកពីអូស្ត្រាលីបាទអញ្ចឹងបាទម្សិលមិញនេះគឺគាត់មកយកអង្គមកដល់មិនមែនយកអង្គផ្ដល់ជាថវិកាបាទគាត់មកពីប្រទេសអូស្ត្រាលីបាទជាក្រុមគ្រួសាររបស់គាត់តែម្ដងបាទគឺអាម៉ាបាទអាម៉ាគាត់ឈ្មោះចិនគាត់អត់សូវចេះនិយាយចេះខ្មែរដែរតែចេះតិចបៃឡាំតែគាត់ជាខ្មែរទេគាត់ទៅនៅប្រទេសគេយូរពេកបាទគាត់ឈ្មោះលីអ៊ីឈីងបាទអាម៉ាលីអ៊ីឈីងគាត់នៅញូហ្សេឡង់បាទនេះគាត់នៅញូហ្សេឡង់គាត់ផ្ដល់អង្គចំនួន1តោនមីហើយនឹងទឹកស៊ីអ៊ីវបាទអាម៉ាលីអ៊ីឈីងបាទផ្ដល់ជាអង្គជាមីនិងទឹកស៊ីអ៊ីវបាទគាត់ផ្ដល់ជាថវិកាប៉ុន្តែឲ្យខ្ញុំទិញជាអង្គជាទឹកស៊ីអ៊ីវបាទដើម្បីយកទៅចែកជូនដល់អ្នកក្រីក្រដែលហងមាសបានទៅដល់គោលដៅបាទហើយនឹងលោកស្រីជួនលីឈីនបាទលោកស្រីជួនលីឈីនគាត់នៅញូហ្សេឡង់ដែរគាត់ឧបត្ថម្ភចំនួន$200សហរដ្ឋអាមេរិកដែរបាទលោកផេងតែហួរលោកផេងតែហួរនឹងក្រុមគ្រួសារនិងភរិយារបស់គាត់រស់នៅប្រទេសអូស្ត្រាលីគាត់ផ្ដល់ជាអង្គចំនួន1តោនអង្គដែរឲ្យខ្ញុំទិញឲ្យជាលុយទេបាទហើយរួមជាមួយនឹងមានដូចជាជន់មេងអ៊ឺបាទជន់មេអ៊ឺផេងលីហេងផេងហ៊ុយលីបាទដែលគាត់ផ្ដល់ជាអង្គហើយនឹងគាត់ឲ្យជាថវិកាបាទឲ្យខ្ញុំទិញសម្ភារៈទាំងអស់ហ្នឹងទៅចែកជូនដល់អ្នកក្រីក្រពិតប្រាកដដែលហងមាសបានទៅដល់អរគុណចំពោះអាម៉ាលីអ៊ីឈីងបាទហើយនឹងលោកស្រីជឿនលីឈីនផេងតែហួរនឹងក្រុមគ្រួសារជឿនមេអ៊ឺផេងលីហេងផេងហ៊ុយលីបាទតោះឌីណាចាឈ្មោះសប្បុរសជនបន្តគឺពីអ្នកដែលនៅ Washington និង Auckland នៅសហរដ្ឋអាមេរិកទី1គឺអ្នកស្រីសៅសុខានិងស្វាមី$100អ្នកស្រីខួនចន្ទធឿននិងស្វាមី$100លោកយាយណៃជី$50លោកស៊ុំប្រុសនិងឪពុកម្ដាយ$20លោកយាយច័ន្ទសុផលនិងភរិយាចាគឺលោកយាយច័ន្ទសុផលនិងភរិយា$20ចាលោកច័ន្ទសុផានិងភរិយា$20លោកអឹងឡាដាំងនិងភរិយា$30លោកស្រីវងថោនិងស្វាមី$20សរុបទាំងអស់គឺ$360ចាហើយបន្តទៀតនេះបានដាក់រូបនេះខ្ញុំនិយាយកាត់សិនបាទកាលពីម្សិលមិញនេះខ្ញុំបាននាំយកនៅជំនួយបាទនាំយកនៅជំនួយដើម្បីមន្ទីរពេទ្យគន្ធបុប្ផាបាទកាលពីម្សិលមិញនេះ
ខ្ញុំបានផ្ដល់នៅថវិកាដែលសពរបស់ជនរបស់យើងដែលបានផ្ដល់មកតាមរយៈហងមាសគឺមានថវិកាជាដុល្លារ$1500ហើយនឹងលុយខ្មែរជាង3លានបាទលុយខ្មែរជាង3លានរៀលបាទអញ្ចឹងនេះជាសពរបស់ជនរបស់យើងដែលផ្ដល់តាមរយៈហងមាសដើម្បីឲ្យខ្ញុំយកមួយសប្តាហ៍ទៅម្ដងបាទអញ្ចឹងទេសពរបស់ជនរបស់យើងដែលបានផ្ដល់ថវិកាមកនេះគឺជួយទៅដល់កុមារតូចដែលកំពុងតែព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគុណធបុប្ផាហើយលោកអ្នកបានជ្រាបហើយថាមន្ទីរពេទ្យគុណធបុប្ផាគឺជាមន្ទីរពេទ្យមួយព្យាបាលកុមារតូចទាំងប្រជាពលរដ្ឋក្រីក្រដែលប្រជាពលរដ្ឋខ្លះគាត់គ្មានថវិកានៅជាប់នឹងខ្លួនដែលផ្ដល់ថវិកានេះគឺជាចែករំលែកដើម្បីឲ្យជួយទៅដល់មន្ទីរពេទ្យដែលគាត់កំពុងតែព្យាបាលកូនខ្មែរនៅក្នុងប្រទេសបាទអញ្ចឹងទេម្ចាស់ជំនួយទោះបីតិចក្តីច្រើនក្តីក៏ជាថវិកាមួយក្នុងការជួយផ្ដល់នៅការលើកទឹកចិត្តចំពោះមន្ទីរពេទ្យមួយដែលការផ្ដល់ការព្យាបាលដោយមិនគិតលុយចំពោះកុមារតូចហើយផ្ដល់អតិភិបចំពោះគ្រួសារក្រីក្រនៅតាមតំបន់ជុំកាត់មាត់ញោកនៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងបើសិនជាប្រិមិត្តដែលបានឃើញនៅការជំនួយទាំងអស់នេះហើយឃើញការថែរក្សាចំពោះកុមារកូនប្រជាពលរដ្ឋដែលក្រីក្រអាចផ្ដល់តាមថវិកាទៅខ្លួនឯងក៏បានតាមរយៈហងមាសក៏បានតាមរយៈណាក៏ដោយឲ្យតែថាបានទៅដល់បានទៅដល់នឹងមន្ទីរពេទ្យគុណធបុប្ផាគឺជាការចប់សពគ្រប់ទៅហើយដើម្បីដូចជាការផ្ដល់ថវិកាទៅមន្ទីរពេទ្យគុណធបុប្ផាដូចជាជួយដល់ប្រជាពលរដ្ឋរបស់យើងនៅទូទាំងប្រទេសចឹងដែរបាទតោះចាសប្បុរសជនជាបន្តគឺលោកស្រីច័ន្ទនេជេងឧបត្ថម្ភ$100លោកស្រីចំពេជ្រ$100គឺសូមចូលរួមឧបត្ថម្ភដល់ព្រះដេចគុណមិនអន់គង់នៅវត្តថ្មីខេត្តកំពតដែលសប្តាហ៍ថ្ងៃព្រះអង្គអាពាហ៍ហើយគង់ឈឺចាអាពាហ៍ហើយគង់នៅមន្ទីរពេទ្យព្រះកុសមៈនៅក្នុងបន្ទប់3ទេចាហើយព្រះដេចគុណនឹងគឺមានស្រុកកំណើតនៅភូមិដំណាក់ឈើត្រង់ឃុំស្វាយរំចឹកស្រុកជុំគិរីខេត្តកំពតចាហើយបន្តពីនេះគឺតកតងជាមួយនឹងដំណឹងសួររកបងប្អូនគឺខ្ញុំបាទឈ្មោះចាបខុនសុងហៅលុកអាយុ50ឆ្នាំសប្តាហ៍ថ្ងៃស្នាក់នៅសហរដ្ឋអាមេរិករដ្ឋរីសូណាជិតកាលីហ្វ័រញ៉ាសូមសួររកបងប្អូនទី1បងស្រីឈ្មោះចាបកុយឡាងមុនរបបប៉ុលពតគាត់ធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សាស្រុកអូជ្រៅខេត្តបាត់ដំបងនិងទី2បងស្រីឈ្មោះចាបមុំហើយសូមបញ្ជាក់ថាអ្នកទាំងពីរបានបាត់ខ្លួននៅចិត្តថ្មគោលខេត្តបាត់ដំបងនៅក្នុងឆ្នាំ1979បើសិនជាបងប្អូនណាបានឃើញឬស្គាល់សូមជួយតាក់ទងមកកាន់លេខទូរស័ព្ទ480 277 45 36ឬក៏តាក់ទងមកតាមរយៈស្ថានីយ៍ទូរទស្សន៍ហងមាសផ្ទាល់តែម្ដងចា៎បាទហើយនឹងលោកពិនលួតនិងអ្នកស្រីសេងណារីព្រមទាំងចៅបាទចៅវលៈគ្រាសនិងស្វាមីព្រមទាំងបុត្របាទពិនសុកូណានិងកូនប្រុសដែលរស់នៅរដ្ឋរដ្ឋដៃតុនបាទរដ្ឋដៃតុនអូហាយ៉ូបាទសហរដ្ឋអាមេរិកបាទគាត់បានក្នុងឱកាសខួបកំណើតចៅស្រីគម្រប់5ឆ្នាំគាត់ផ្ដល់ថវិកាឧបត្ថម្ភសម្រាប់លោករទ្ធីបាទឲ្យខ្ញុំ$10តខ្លួនហើយនឹង$90ទុកជួយអ្នកក្រីក្រសរុបទាំងអស់$100បាទហើយនឹងណាទេមិញបាទហើយនឹងលោកព្រាបប៊ុនលីបាទលោកព្រាបប៊ុនលីឧបត្ថម្ភចំនួន$100ដល់ជនក្រីក្រនិងមន្ទីរពេទ្យគុណធបុប្ផាហើយបាទហើយ$100ទៀតជូនដល់ខ្ញុំផ្ទាល់អូឲ្យខ្ញុំ$100បាទអរគុណលោកព្រាបប៊ុនលីប៉ុន្តែចុងក្រោយគាត់ខ្ញុំបាទឈ្មោះព្រាបប៊ុនលីគាត់សួររកបងប្អូនព្រាបប៊ុនលីស្វែងរកឪពុកនិងម្ដាយព្រមទាំងប្អូនប្រុសប្អូនស្រីនិងម្ដាយនឹងដែលបានបែកគ្នានៅក្នុងឆ្នាំ1975បាទ1975ដែលមានដូចតទៅដែលបងប្អូនគាត់ឪពុកឈ្មោះព្រាបលុញបាទម្ដាយឈ្មោះសារាយបូវៀនបាទសារាយបូវៀនប្អូនស្រីឈ្មោះព្រាបប៊ុនធឿនប្អូនប្រុសឈ្មោះព្រាបចម្រើនប្អូនស្រីឈ្មោះព្រាបស៊ុនលីប្អូនស្រីឈ្មោះព្រាបណាវីប្អូនប្រុសឈ្មោះព្រាបវ៉ាន់ឌីបាទអញ្ចឹងលោកព្រាបប៊ុនលីគាត់សួររកហើយគាត់បើសិនជាបានតំណែងនេះហើយអាចតាក់ទងមកគាត់បានដែលមានលេខទូរស័ព្ទនេះបាទនៅខាងខ្ញុំហ្នឹង
bà chẳng bỏ bong ôn để ta sạch nhiệt rằng cọt bàn đăng tầm đăng hái ai tẹt tòng hổ này thằng khôi tiệt ai ôn pro một priệp sao vi mới tiệt thằng khôi mới tiệt ở bàn mưa mà đai minh Sara sọc không bà mà đai minh một tiết Sarai bà Sarai chom nát bà bạn bài kia nơi năm pon với chặt sập ram này vì nhóm priệp buồn ly ok priệp buồn ly này này mình ăn nó ok bát trong cao giờ lấy chùm nuôi dương đôi ở hới hay đừng miền là tiết chạm bờ sân chỉ plate xôm và cả thêm tiết đó bà trong cao ní cứ chùm nuôi được bao nhiêu bàn chun từ stray đại miền cồn pi nè đại quạt một vì khang khát bát đồng bong bát dương phải đo nơi thợ vì ca hay nâng ong co thực sự yêu đo quạt đại chia stray tu đồ cột chun đại miền cồn pi nè khi miền tì păng bài chẳng thế sôm tụi tè này chun chiếp tha tẹt tông chùm nuôi được bong ổn cứ dương bàn phải đo nơi thợ vì ca nâng chùm nuôi chuyện co tiếng on đi đo nẹt đại rong nẹt đại ti tọa coi dạng bật vào còn và mày ấy mình sạ cái đây từ mày với mình bạt hơi trong cầu ní mình ní khang bờ đây pe hụt ô nè sụp chạy rụp vào hay bạt ní mà sao mấy dương bậc ca rồi mày cha tại nhiên bán mày cha cát để quạt bàn nó cát kri một tôi nữa là lớn mày cha quạt bàn một tôi là hai cát vì mà sao mình và cát phim một đo plate mà quạt tàu còn đang khơi phim dây bị nó bây giờ lúc thì đẹp mà còn ta ọt nước man ta quạt bàn khơi là bỏ với nhỉ là nè hong mi hình côn chụp pu nè để được ban đo mọi hong mi bà hai trong cầu ní cứ dương sông bậc ca chun đầm năng khang bờ đây pe hụt quạt bạc một mày nhé quạt tháp bờ đây pe hụt ở lâu ní quạt chập đam thưa sờ col thưa sà la và bọc cứ thưa sà la ngày nắng nơi bờ đây pe hụt bằng snow đây bờ đây pe hụt bằng snow vì muốn ở đây miền sà la thế là lâu quạt chập đam bọc cứ thưa sà la cái hao tha sà la South Bridge bà sà la South Bridge đại miền bị thằng mặt tây đó vật chia lại bà hai bọc cứ sà la ní nâng lừa tây đây chấm nôn buôn hay ta bà tây đây buôn hay ta nâng bánh chop nấu trong năm pi pon đập mùi bà nâng bà gọi tầm nào cả bà chẳng còn thằng ní chỉ lương thì mùi hái để bờ đây pe hút chập đam bậc cao ở miền vì sai ở bờ mùi đó thôm nấu khôn nóng bờ đây được bọc luôn bà ní chỉ cả chôn nâng bị khai bờ đây bạn mấy những ở này lùi mình kia này lùi đầy nhóm này một cái nó ấy và có mọi bạn một kia ở con tôi tên này chuyên đại sao tại vì luyện đầu tiên bệnh cho hai ngày này chỉ ngày trong sập đá hơi ngày sai khi mình chạy trên từ dùng chim nuôi từ hàng khai của vùng tràm phòng này bạn sầm nạp bên luyện đấy dùng trong từng ở cái số chim bìa dùng chụp cái này ngày chan sập đá rồi bạn